Heroi banti launin au tai trukni mega on I an ye angel. ខ្ញុំចាំបានថាលោកយ៉ាងជៀនធ្លាប់និយាយឃ្លាមួយថាតាមពិតមនុស្សស្រីយំមិនបានប៉ុន្មានដងទេយំយូរទៅវាក៏คล้ายជាការស្ងប់យូរទៅក៏វាប្រែคล้ายជាការដាច់ចិត្តយូរទៅបេះដូងក៏ចាប់ផ្ដើមត្រជាក់ស្រេបហើយនៅពេលដែលបេះដូងលែងមានអារម្មណ៍ជីវិតវាក៏ប្រែជាស្ងប់ស្ងាត់បែបនឹងឯង Anh trong miền ấy thầm mệt. កាលមុនដែលខ្ញុំមិននិយាយគឺដោយសារខ្ញុំខឹងតែឥឡូវដែលខ្ញុំមិននិយាយគឺដោយសារខ្ញុំកំពុងសម្រួលអារម្មណ៍ខ្លួនឯងរាល់ពេលដែលខ្ញុំសម្រួលអារម្មណ៍ម្ដងទំនាក់ទំនងរបស់យើងក៏កាន់តែឃ្លាតឆ្ងាយបន្តិចម្ដងលោកឯងស្មានតែការស្ងៀមស្ងាត់របស់ខ្ញុំគឺជាការចង់យកឈ្នះចាញ់មែនទេអត់ទេវាកើតចេញពីការអស់សង្ឃឹមនិងការចង់ដើរចេញរាល់វិនាទីដែលលោកមិនឲ្យតម្លៃខ្ញុំគឺខ្ញុំកំពុងតែដើរថយក្រោយជានិច្ចតើលោកធ្លាប់មានអារម្មណ៍ទេអារម្មណ៍ដែលទឹកភ្នែកហូរឆ្លងកាត់ច្រមុះហូរចូលភ្នែកម្ខាងទៀតឬក៏ហូរទៅចូលខ្នើយរហូតដល់ទៅទឹកសក់អស់ហើយច្រមុះក៏តឹងស្ទះដង្ហើមសឹងតែស្លាប់តាមពិតទៅអ្វីដែលធ្វើឲ្យមនុស្សម្នាក់ឈឺចាប់បំផុតមិនមែនជាការហត់នឿយរាងកាយទេតែវាគឺជាភាពអយុត្តិធម៌ដែលមិនអាចរៀបរាប់បានវាគឺជាការស្ដីបន្ទោសខ្លួនឯងក្រោយពេលអារម្មណ៍ផ្ទុះឡើងវាគឺជាការសម្រក់ទឹកភ្នែកដែលទប់រាប់មិនអស់នឹងពាក្យក្នុងចិត្តរាប់ម៉ឺនម៉ាត់ដែលមិនអាចនិយាយចេញមកខាងក្រៅបានខ្ញុំមកនៅទីមួយលោកគឺដើម្បីមានកន្លែងបង្អែកនិងចង់បានអ្នកថ្នាក់ថ្នមមិនមែនមកដើម្បីធ្វើជាអ្នកតវ៉ាដេញដោលយកឈ្នះចាញ់រាល់ថ្ងៃនោះទេខ្ញុំមិនចង់រស់ក្នុងជីវិតដែលត្រូវមកអង្គុយវិភាគរាល់ថ្ងៃថាអាពាហ៍ពិពាហ៍គួរតែបន្តទៅមុខទៀតឬក៏អត់នោះឡើយលោកបានបំផ្លាញរាល់ក្តីស្រមៃនិងភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍របស់ខ្ញុំលោកធ្វើឲ្យខ្ញុំត្រូវរងការដៀលថ្មេះនិងសោយចំអកពីអ្នកដតីលោកធ្វើឲ្យខ្ញុំបាត់បង់ទំនុកចិត្តលើមនុស្សធ្វើឲ្យខ្ញុំមិនហ៊ានស្រឡាញ់អ្នកណាទៀតធ្វើឲ្យជីវិតខ្ញុំពោរពេញដោយថាមពលអវិជ្ជមាននិងការស្អប់ខ្ពើមលើលោកនេះទេនិយាយថាមនុស្សស្រីផ្លាស់ប្ដូរហើយមែនហើយគឺប្ដូរមែនឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងនេះបើនៅតែមិនប្ដូរទៀតគឺមានតែមនុស្សល្ងងប៉ុណ្ណោះឥឡូវនេះខ្លួនប្រាណខ្ញុំពោរពេញដោយបន្លាបើខ្ញុំមិនការពារខ្លួនឯងតើមានអ្នកណាទៀតមកការពារខ្ញុំប្រសិនបើមានថ្ងៃណាមួយដែលខ្ញុំចាកចេញទៅលោកមិនបាច់សួររកហេតុផលទេគ្រាន់តែក្រឡេកទៅមើលរឿងរ៉ាវដែលលោកធ្លាប់ធ្វើកន្លងមកលោកនឹងឃើញថាចម្លើយនៅក្នុងនោះមិនខានដើរមកដល់ចំណុចនេះខ្ញុំដួលម្ដងហើយម្ដងទៀតជួបមេរៀនម្ដងហើយម្ដងទៀតចុងក្រោយគ្មានអ្នកណាម្នាក់អាចคล้ายជាជំរកដល់សុវត្ថិភាពសម្រាប់ខ្ញុំឡើយមានតែខ្លួនខ្ញុំប៉ុណ្ណោះដែលជាទីពឹងដ៏ល្អបំផុតសម្រាប់ខ្លួនឯង